ចឹងបងគាត់តែឆ្ងល់ថាហេតុអីបានជា Ford ជីហាប់ជីស្រួលជីអត់រលាក់បាទអញ្ចឹងនេះមកបង្ហាញពីគ្រោងឆ្អឹងទៅលើប្រព័ន្ធជើងក្រោមរបស់រថយន្ត Ford Territory ណាស៊េរីឆ្នាំ2026 option T ធានាអីបាទអញ្ចឹងប្រព័ន្ធជើងក្រោមផ្នែកខាងមុខរបស់រថយន្ត Ford Territory នេះតែគេឲ្យឈ្មោះថាជាប្រភេទ MacPherson បាទខ្ញុំនឹងបង្ហាញទៅលើប្រព័ន្ធជើងក្រោម MacPherson អញ្ចឹង MacPherson ហ្នឹងភាសាខ្មែរគេទូទៅគេហៅថាប្រភេទស្លាបបាជីវណាស្លាបបាជីវអានេះវាមានដៃឃ្លោងវាមកស្រាប់ទៅទៀតបាទទៅលើ MacPherson ណាបាទហើយទៅលើប្រាំងគឺជាប្រភេទប្រាំង ventilate disc បាទតែមានមុខងារលំហូរខ្យល់បាទអញ្ចឹងកម្រមានឡាន SUV ណាដាក់ទៅលើប្រាំងប្រភេទហ្នឹងណាប្រាំង disc ហើយវាជាប្រភេទ ventilate disc ទៀតបាទវាមានលំហូរខ្យល់បាទកម្មនេះគេហៅថាលំហូរខ្យល់ហ្នឹងនៅពេលដែលយើងជន់ប្រាំងទៅវាអត់ក្តៅបាទទៅលើរថយន្តបាទអញ្ចឹងយើងមកមើលផ្នែកខាងក្រោយរបស់ឡានវិញបាទអញ្ចឹងផ្នែកខាងក្រោយរបស់ឡាន Ford Territory Titanium X នេះគេឲ្យឈ្មោះថា Multi-link Independent Suspension បាទអានេះរូបរាងរបស់វាណាតែលើតែគេនិយាយប៉ុន្តែអត់ដែលបានឃើញផ្ទាល់គឺបែបនេះបាទទៅលើរថយន្តបាទ Multi-link នេះមុខងាររបស់វាគឺជា comfort ស្រួលបាទគេថាស្លាបបាជីវមុខក្រោយណាបាទអានេះដៃឃ្លោងរបស់វាបាទទៅលើរថយន្តណាបាទអានេះគេហៅថាដៃឃ្លោងរបស់វាហើយប្រភេទប្រាំងក្រោយនេះគឺជាប្រភេទបាទប្រាំងក្រោយនេះគឺជាប្រភេទ solid disc brake បាទមុខងារ support ទៅលើប្រាំងដែរ electronic បាទទៅលើរថយន្តអញ្ចឹងមកស្រាវចម្ងល់ហើយបាទអញ្ចឹង Ford ជីស្រួលដោយសារតែគ្រឿងបង្គំទី1គឺសាច់ដាច់ជាងក្រាស់ទី2គឺគ្រឿងបង្គំដាក់មកគឺអត់ស្ដាយលុយបាទគឺដាក់ចូលមកទាំងអស់ហ្មងមុខងារសំខាន់គឺដាក់ទាំងអស់ហ្មង